bà mà đó là hỏi bà party box 720បាទនេះគឺជា model ថ្មីហើយក៏ជា model ដែលធំបំផុតរបស់ brand JBL ក្នុងមួយចំណោមស៊េរី party ដែលបំពាក់ជាមួយនឹងថាមពលថ្មនៅខាងក្នុងហ្នឹងបាទកម្លាំងវាដល់ទៅ800វ៉ាត់បាទអូខេហើយទៅថាមពលថ្មវាបានដល់ទៅ15ម៉ោងបាទកម្ពស់របស់វា9 ទឹក 4បាទអូខេអញ្ចឹងសម្រាប់តម្លៃរបស់វាហ្នឹងនេះ$999បាទគួរសមណាស់បងបាទហើយទៅ spec របស់វាហ្នឹងខ្ញុំមើលទៅដូចជាផាយជាមួយនឹង710បាទប៉ុន្តែសំខាន់វាមានថាមពលថ្មណាបាទអញ្ចឹងសម្រាប់តម្លៃនេះបើនៅក្នុងហាងខ្ញុំមានបាសដែលគួរប្រជែងមួយវាតម្លៃផាគ្នាណាបាទគឺបាទគួរប្រជែងទៅធំរបស់វាហ្នឹងគឺ4 ទឹកដប់ក100មានទាំង brand IN មានទាំង brand KP 4 ទឹកដប់ក100បងដឹងស្រាប់អី4 ទឹកដប់ក100ហ្នឹងណាបាទគឺសាប់របស់វាលឺខ្លាំងមែនតើបាទកម្លាំងវ៉ាត់វាដល់ទៅ1000វ៉ាត់បាទហើយទៅវាបំពាក់ជាមួយនឹងថាមពលថ្ម50 លីសូម30ម៉ោងបាទហើយទៅម៉ៃរបស់វាហ្នឹងដល់ទៅបាទអានោះម៉ៃរបស់វាបានដល់ទៅ200ម៉ែត្រអីគ្រាន់តែសូបណាហើយខ្លះវាប្រើជាលក្ខណៈ mixer បាទប្រើវាយទៅ ampli transistor នៅខាងក្រោមបាទអូខេហើយទៅគូប្រជែងរបស់វាដ៏ធំមួយទៀតគឺបាទ KP Soundmax CS15 Pro បាទកម្លាំងរបស់វា1000វ៉ាត់សាប់របស់វាគឺ4 ទឹកក100បាទហើយរបស់វា Saneo បាទថាមពលថ្មរបស់វា50 លីសូមណាបាទអូខេម៉ៃក្រូហ្វូនរបស់វានឹងហាយខ្លះបាទកម្រិត premium ខ្លាំងមែនទែនចាប់បានដល់ទៅ200ម៉ែត្របាទអូខេនេះគឺជាគូប្រកួតប្រជែងរបស់វាដ៏ធំមួយដែរតម្លៃរបស់វាគឺត្រឹមតែ$899ទេបាទ899បាទអូខេសម្រាប់គូប្រកួតប្រជែងដ៏ធំ 2-3 ទៀតហ្នឹងគឺមាន KP បាទ KP Smart A18 Pro បាទសាប់5 ទឹកប្រភេទកលឹមបាទមួយទៀតគឺប្រភេទ Lingerie បាទគឺបាទ KP Smart X18 Pro បាទនេះគឺសាប់5 ទឹកជាហើយជាលក្ខណៈ Lingerie ប្រភេទសិតតែហើយវា Neo ដល់ទៅដូចជា6 គ្រាប់បាទ6 គ្រាប់អូខេបាទនេះសិតតែគូប្រកួតប្រជែងរបស់វានៅក្នុងហាងទៅក៏មានច្រើនទៀតនៅក្នុងហាងណាមានប្រភេទនោះសិតតែប្រើភ្លើងទេបាទដូចជា K+ អីសិតតែប្រើភ្លើងបាទយើងអត់លើកមកទេអូខេអញ្ចឹងមានតែចង់ដឹងថាតើមួយណាវាភាសាជាងមានតែតែសលេងផ្ទាល់បាទអូខេបងត្រូវចាំណាហេតុអីបានជាខ្ញុំលើកយកមកប្រៀបធៀបគ្នាអញ្ចឹងគេដោយសារឲ្យតែលុយផាគ្នាខាងខ្ញុំយកមកដាក់អន្ទឹមគ្នាដើម្បីតេស្តជូនភ្ញៀវអីព្រោះដោយសារភ្ញៀវខាងខ្ញុំចេះគាត់ដើរចូលមកក្នុងហាងអញ្ចឹងគាត់ប្រាប់ខាងខ្ញុំពីច្រើនប្រាប់ខ្ញុំគាត់ចង់រកតម្លៃផាប៉ុណ្ណាអញ្ចឹងតើតម្លៃផាប៉ុណ្ណឹងមានអ្វីខ្លះជាជំរើសអញ្ចឹងយើងត្រូវតែរើសឲ្យគាត់ស្ដាប់ម្ដងមួយហើយតេស្តសំឡេងប្រៀបធៀបគ្នាបាទនឹងបានមានអតិថិជនគាត់ពេញចិត្តមែនតើមានន័យថាគាត់មានជំរើសច្រើនក្នុងការរើសបាទទឹកលុយរបស់គាត់ណាមិនមែនយើងមានតែមួយ brand មិនមែនមានតែ2 brand មិនមានតែ3 brand ទេបាទគឺមាន10 brand ជាងនៅក្នុងហាងណាបាទអញ្ចឹងបានអតិថិជនគឺចិត្តមកទិញខាងខ្ញុំមែនតើបើន័យយើងយកបាស brand គឺយកមកតេស្តទឹមគ្នាដើម្បីឲ្យអតិថិជនគាត់ពេញចិត្តបាទបាសខ្លះល្អបាទល្អគ្រប់សពបែបយ៉ាងទាំងអស់ប៉ុន្តែវាទាស់នៅអ្វីចំណុចណាមួយដែលអតិថិជនគាត់កំពុងត្រូវការចំណុចហ្នឹងជាចាំបាច់បាទអញ្ចឹងគាត់ក៏អត់ទិញដែរអញ្ចឹងណាអញ្ចឹងគាត់ក៏បានទៅលើកទៅ brand មួយទៀតបាទអញ្ចឹងមានន័យថាគ្រប់បាសទាំងអស់គឺសិតតែមានចំណុចល្អរៀងៗខ្លួនបាទសំខាន់ជាងគេចំណុចល្អទាំងនោះត្រូវជាមួយនឹងគោលបំណងរបស់គាត់បាទអញ្ចឹងវីដេអូនេះគ្រាន់ជាការចែករំលែកបាទគឺស៊េរី JBL គឺមានចេញ model ថ្មីស៊េរីថ្មីបាទគឺមកដល់ក្នុងហាងហើយអូខេអរគុណច្រើន